លោកដែលប្រាជឹកព្រោះសែបមិនធនធមតើបំបួសឡើងឬអត់ហើយចូលសង្កកម្មដូចជាក្រាកឋិនក្រាក្រងកឋិនឡើងដែរឬទេព្រោះភិក្ខុដែលសែបមិនធនធមវាប្រាជឹកហើយស៊ូបំបួសឡើងឬអត់បានស្អីថាភិក្ខុហ្នឹងទៅបំបួសគេថាបំបួសមានពីរយ៉ាងបើបំបួសជាសាមណេរអាហ្នឹងបំបួសគេមិនឡើងទេបើបំបួសជាភិក្ខុអាហ្នឹងបួសឡើងក៏មានបួសមិនឡើងក៏មានឧបមាភិក្ខុតែត្រូវប្រាជឹកនោះទៅបំបួសនេះឲ្យឡើងជាភិក្ខុដែរបើសិនជាសង្ឃគ្រប់5អង្គហើយបានន័យថាគណៈបរិកៈគ្រូសូត្រវាសុខគ្រប់អស់ហើយជាភិក្ខុស្អាតស្អំហើយស្រាប់តែភិក្ខុប្រាជឹកនោះទៅលើការកៈបានន័យថាគេគ្រប់រួចហើយភិក្ខុនោះទៅដល់លើហើយមិនអង្គុយកាត់ហត្ថបាសគេទេអង្គុយគៀនគេគឺថាអង្គុយយ៉ាងម៉េចក៏ដោយដកភិក្ខុប្រាជឹកនោះចេញ5អង្គនោះនៅតែជាប់ហត្ថបាសគ្នាបើបួសយ៉ាងនេះឡើងភិក្ខុនោះធ្វើឧបជាក្តីធ្វើគ្រូសូត្រញាតក្តីអ្នកប្រាជឹកនោះធ្វើគណៈបរិកៈក្តីនៅតែឡើងព្រោះការបំបួសជាភិក្ខុមានសង្ឃជាធំមានការសូត្រញាតហើយនឹងសង្ឃជាធំឯណោះដល់ទៅពេលបើសិនជាភិក្ខុប្រាជឹកនោះទៅអង្គុយនោះបានស្អីថាបង្គ្រប់គេស្អាតស្អំ4អង្គយកភិក្ខុប្រាជឹកទៅបង្គ្រប់5អញ្ចឹងដល់ភិក្ខុប្រាជឹកចេញខ្វះបាត់ហើយបួសមិនឡើង4អង្គអាហ្នឹងមិនឡើងទេដាក់បួសថ្មីនោះមិនឡើងទេមួយទៀតគេគ្រប់5អង្គហើយភិក្ខុប្រាជឹកនោះទៅលើសមែនទៅជាទី6មែនប៉ុន្តែអង្គុយកដាលអង្គុយកាត់មកខាង2មកខាង3ឲ្យដៃហត្ថបាសគ្នាដល់ភិក្ខុប្រាជឹកនោះចេញភិក្ខុមកខាង2មកខាង3មិនចុះហត្ថបាសគ្នាអញ្ចឹងការបួសនោះក៏មិនឡើងដែរហើយសង្ឃកម្មដតីដូចគ្នាកឋិនដូចគ្នាអញ្ចឹងបើបង្គ្រប់ភិក្ខុប្រាជឹកនោះមិនឡើងទេហើយបើសិនជាភិក្ខុនោះអង្គុយគៀនហើយគេគ្រប់ហើយភិក្ខុនោះទៅលើសអាហ្នឹងឡើងដូចថាគេគ្រប់អស់ហើយភិក្ខុនោះទៅលើសមែនប៉ុន្តែភិក្ខុអង្គុយកាត់ហត្ថបាសគេអាហ្នឹងក៏មិនឡើងដែរអញ្ចឹងសង្ឃកម្មទាំងឡាយមានកឋិនកម្មជាដើមក៏បីវិនិច្ឆ័យដូចការបំបួសដែរប្រាជឹកនេះធ្វើកម្មឡើងក៏មានមិនឡើងក៏មានដូចបានលើកឡើងពីខាងដើមអញ្ចឹងហើយ